ួរបងគ្នាសុខសប្បាយអត់បាទក្មេងៗថ្ងៃហ្នឹងពូនឹងមីងនឹងក្រុមយុវជនបានមកធ្វើម្ហូបต้มยำបង្កងអញ្ចឹងណាបាទต้มยำបង្កងជូនបងប្អូនមួយនឹងក្មេងៗបានហូបជុំគ្នាហើយញ៉ាំទៅវិញឲ្យឆ្អែតថ្ងៃហ្នឹងណាមិនឆ្អែតយើងថែមហើយកូនមករស់នៅនេះមានអារម្មណ៍ថាកក់ក្ដៅសុខដុំរមនាអត់បាទនិយាយអូមានន័យថាសុខមានភាពកក់ក្ដៅបាទពេលថ្ងៃកូនប្រុសណាស្គួតចាក់ដីត្រកូលខេមរៈវណ្ណៈកសិករឪពុកម្ដាយអ្នកក្រធ្វើស្រែឲ្យចំការត្រកូលខេមរៈវណ្ណៈកសិករឪពុកម្ដាយអ្នកក្រធ្វើស្រែឲ្យចំការកូនទាំងអស់គ្នាយកទាំងដៃមួយទៀតមកដើម្បីចាប់ផ្ដើមទេសនាដោយរបាំសំណោកដីអាយរមនីអោស្រុកស្ទឹងត្រង់សែនភូមិស្មាភូមិពៀនណាយក៏ស្មាដីអាយរមនីជួងចាំវិជាឆ្នាំកំបែកគ្រួសារព្រោះគ្មានណាយស្លាសង្សារបន្តអាយុ13ឆ្នាំកំបែកគ្រួសារព្រោះគ្មានណាយស្លាសង្សារបន្តប្រាក់12រៀលកំពុងដីកំពុងចា